ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាក្នុង YouTube ទាំងអស់ជួបគ្នាជាថ្មីម្ដងទៀតនៅក្នុង Channel ខ្ញុំផ្ទាល់ហើយខ្ញុំបាទនឹងចែករំលែកពីការថែទាំជ្រូកនារដូវវស្សាបងប្អូនប៉ុន្តែវីដេអូនោះគឺវត្តបន្តិចអាចនឹងចេញនៅថ្ងៃសុក្របងប្អូនណាថ្ងៃសុក្រខ្ញុំនឹងធ្វើវីដេអូតម្លាក់ជូនបងប្អូនទាំងអស់គ្នាឲ្យបានយល់បងប្អូនកសិករដែលគាត់មិនសូវជាបានដឹងយើងចែកម្លែកចំណេះដឹងតិចតួចដែលខ្ញុំធ្លាប់ផ្សាយជ្រាវមកបងប្អូនខ្ញុំមិនមែនជាអ្នករៀនកសិកម្មទេប៉ុន្តែខ្ញុំស្រាវជ្រាវទៅតាមសៀវភៅនិងអានសៀវភៅរបស់ក្រសួងក៏ដូចជាស្ថាប័នផ្សេងៗដែលគាត់ចែកម្លែកមកហើយជ្រូករបស់ខ្ញុំនេះវាមកត្រង់ខ្ញុំដាក់8ក្បាលទៅ10ក្បាលបងប្អូនចន្លោះហ្នឹងជ្រូកត្រង់about 2 ម៉ែត្រគុណនឹង2 ម៉ែត្រកន្លះហើយណាបងប្អូនណាបើហើយសកម្មភាពជ្រូករបស់ខ្ញុំมันមានអីច្រើនទេបងប្អូនបើសិនជាបងប្អូនចង់បានការចែករំលែកពីខ្ញុំចែករំលែកជូនបងប្អូនឲ្យបានដឹងទាំងអស់គ្នារបៀបថែទាំប្រជាពលរដ្ឋកសិកររបស់យើងចឹងណាបងប្អូនហើយសូមជួយចុច Subscribe ឬក៏ជាវនៅក្នុង Channel របស់ខ្ញុំទៅថ្ងៃសុក្រខ្ញុំតម្លាក់វីដេអូយើងនឹងបានមើលឲ្យបងប្អូនមានចម្ងល់ឲ្យអាចសួរបានបងប្អូនណាអាចសួរបានបាទអរគុណច្រើនបងប្អូន